បាទថ្ងៃនេះខ្ញុំចង់មកសាកល្បងតេស្តជាមួយនឹងចង្ក្រានអគ្គិសនីប្រដៅសារខ្ញុំទៅតែនឹងទិញអញ្ចឹងដោយសារយើងអត់ដឹងតើវាមានប្រសិទ្ធភាពជាងហ្គាសអត់យើងសាកល្បងទាំងអស់គ្នាអញ្ចឹងខ្ញុំយកពីចង្ក្រានហ្គាសយើងយកមកសាកល្បងជាមួយនឹងអគ្គិសនីនេះដល់ដីបងប្អូនអគ្គិសនីសាកល្បងអស់គ្នាដំបូងយើងបើកមកហើយយើងដាក់ function នេះមកវាអូតូវា1800វ៉ាត់អញ្ចឹងយើងចង់ដឹងមើលវាកម្ដៅក្ដៅយ៉ាងណាបាទរងចាំតាមដានអរគ្នាអរគុណបាទឃើញថាមកផ្លេតសោះមិនដូចជាមិនតបាន1នាទីបងឥឡូវចាប់ដើមពុះបាត់ហើយបងប្អូនបើមើលពុះបាត់ហើយអូបកែមកគេតាហើយយើងអញសំចៃហ្គាសយើងឡើង1គីឡូឥឡូវ1គីឡូ1លីត្រ1លីត្រដូចជា4800ហើយខ្ញុំមើលព្រឹកមិញឥឡូវវាពុះបាត់ហើយលឿនមែនតើវ៉ាបាទយើងកោមកក្តៅបាទក្តៅលឿនមែនតើបាទហើយយើងកម្ដៅហើយឆាក់ញ៉ៃមហូបយើងទេក្នុងករណីបើយើងចង់បន្ថយយើងអាចបន្ថយកម្ដៅវាមកបានយើងក៏បន្ថយអញ្ចឹងណាដាក់មើលអស់ប្រហែលបាទ120បាទយើងដាក់ស្ងំហើយវាថាយើងដាក់ងុំភ្លើងយើងអញ្ចឹងណាដូចយើងបន្ថយវាថាភ្លើងយើងងុំអញ្ចឹងទៅវាអត់សូវក្តៅខ្លាំងទេមក120វ៉ាត់នេះវាសូវក្តៅខ្លាំងទេបាទ120អញ្ចឹងដូចយើងស្ងំបាយអញ្ចឹងណាហ្នឹងអូខេបាទគឺថា120នេះដូចយើងស្ងំបាយអញ្ចឹងវាថាយើងដាក់កម្ដៅអ៊ុនអញ្ចឹងណាយើងកុំឲ្យវាខ្លោចអញ្ចឹងណានេះយើងការពារឬវាថាយើងមហូបយើងកុំឲ្យខ្លោចអញ្ចឹងណាក្នុងករណីថាបើយើងរវល់យើងចង់ដាក់1800អញ្ចឹងឬក៏1200ហ្នឹងកំណត់ថា10នាទីទៀតយើងនឹងឲ្យវាបិទអូតូអញ្ចឹងយើងដាក់នាទីបានយើងដាក់10 second ហ្នឹងទៅ10 second ក្រោយវានឹងបិទដោយស្វ័យប្រវត្តិយើងមិនបាច់ភ័យព្រួយក្នុងការទុកចោលយូរគាត់ឲ្យវាខ្លោចបាយឬខ្លោចមហូបរបស់យើងដែលយើងស្ងំបាយដែលយើងស្ងំអញ្ចឹងបាទពេលនេះវាប្រាប់ទិន្នន័យថា10 second ហ្នឹងវាអត់តន់អស់ទេដូចជា10នាទីនេះចុចម្ដង10នាទីអញ្ចឹងយើងដាក់10នាទីទៅវាអាចនឹងវានឹងបិទខ្លួនវាអញ្ចឹងណាបាទពេលនេះវាអត់តន់អស់ទេបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទក្នុងករណីថាបាទនេះសាក់លបងទាំងអស់គ្នាដែរទេខ្ញុំទៅតែនឹងទិញដែរទេម៉ាកនេះមិនដឹងថាសិទ្ធិភាពប្រើល្អយ៉ាងណាតែគ្រាន់តែបើយើងគិតពីបច្ចុប្បន្នភាពឥឡូវហ្គាសក៏ឡើងថ្លៃសាំងក៏ឡើងថ្លៃម៉ាស៊ីនក៏ឡើងថ្លៃជំរឿនមានតែអគ្គិសនីអរគុណច្រើនបាទអរគុណច្រើនជម្រាបលាអូខេបាយបាយ